លក្ខណៈពិសេសរបស់តារានិកោ Scorpio មួយគឺពាក់ព័ន្ធទៅនឹងការផ្ដោតអារម្មណ៍នៅពេលដែលគាត់ចង់សម្រេចកិច្ចការអ្វីមួយគឺគាត់តែងតែធ្វើការផ្ដោតអារម្មណ៍ដើម្បីទាញយកនៅតម្រូវការពិតប្រាកដរបស់គាត់ហើយផ្ដោតទៅធ្វើវាឲ្យចេញជាលទ្ធផលហើយលទ្ធផលជាក់ស្ដែងដែលគាត់នឹងទទួលបានក៏ចេញពីការខិតខំប្រឹងប្រែងម្ដងហើយម្ដងទៀតរបស់គាត់រហូតទាល់តែចេញជាលទ្ធផលដែរអញ្ចឹងភាពជោគជ័យរបស់គាត់ភាគច្រើនគឺភាគរយខ្ពស់មែនទែនព្រោះគាត់ពូកែថាផ្ដោតអារម្មណ៍ហើយចំណុចទី2គឺពាក់ព័ន្ធទៅនឹងភាពក្លាហានរបស់ Scorpio គឺការបង្ហាញចេញនៅសមត្ថភាពរបស់គាត់បើគាត់ធ្វើការគាត់មានសមត្ថភាពនៅក្នុងការរ៉ាប់រងកិច្ចការងារមួយដែលថ្នាក់លើដាក់ឲ្យគាត់គឺគាត់ complete បានល្អជូនទៅកាន់ថ្នាក់លើហើយមានលទ្ធផលខ្ពស់ទៀតហើយបើពាក់ព័ន្ធនឹងការសិក្សាបើគាត់ជាសិស្សនៅក្នុងការសិក្សាគឺគាត់ជាសិស្សដែលឆ្នើមនៅក្នុងចំណោមអ្នកឆ្នើមក្នុងសាលាព្រោះប្រភេទ Scorpio អត់ចូលចិត្តសម្ញែងឬក៏បង្អួតដេកដែរប៉ុន្តែគាត់មានភាពក្លាហាននៅក្នុងការធ្វើកិច្ចការនៅក្នុងសាលាដោយភាពជឿជាក់និងភាពឆ្លាតវៃរបស់គាត់ជាប្រភេទតារានិកដែលមានអត្តចរិតបែបគេហៅថាហ៊ានស៊ីហ៊ានសងហើយក៏មានភាពគេហៅថាលាក់បាំងបែបអាត់កំបាំងទៅលើភាពក្លាហានរបស់គាត់ពេលណាគាត់ត្រូវបញ្ចេញពេលណាគាត់ត្រូវបង្ហាញគឺគាត់មានភាពឆ្លាតវៃក្នុងការបែងចែកបែបហ្នឹងអញ្ចឹងភាពក្លាហានរបស់គាត់គឺគាត់នឹងបង្ហាញនៅតាមកលៈទេសៈដែលគួរនឹងបង្ហាញហើយចំណុចទី3គឺពាក់ព័ន្ធទៅនឹងជំនឿទុកចិត្តគឺសំដៅទៅលើបើករណីគាត់ពេញចិត្តជួយចិត្តជនណាម្នាក់ហើយគាត់នឹងជឿជាក់ម្នាក់នោះដល់ទីបញ្ចប់ហើយបើករណីជនម្នាក់នោះធ្វើឲ្យការជឿទុកចិត្តគាត់ខ្លាយជាគេហៅថាការធ្វើបាបឲ្យគាត់មានបញ្ហារក្សាការជឿជាក់គាត់នឹងដកទំនុកចិត្តទៅកាន់បុគ្គលម្នាក់នោះ 100% លឿនខ្លាំងមែនទែនហើយកុំសង្ឃឹមគាត់នឹងបកទៅជឿជាក់ម្នាក់នឹងវិញទៀតអសោះព្រោះគាត់មានមេរៀនម្ដងហើយអញ្ចឹងគាត់តែងតែចងចាំមេរៀនដែលបុគ្គលម្នាក់នោះធ្វើដាក់គាត់ចំណុចទី4គឺពាក់ព័ន្ធទៅនឹងភាពស្មោះត្រង់តារានិក Scorpio ជាប្រភេទតារានិកដែលគាត់មានភាពស្មោះត្រង់តាំងពីកំណើតគឺគាត់ចូលចិត្តនៅក្បែរមនុស្សគ្រប់គ្នានៅជុំវិញខ្លួនដោយមានការប្រស័យតាក់ទងត្រង់ទៅត្រង់មកអត្តចរិតបែបស្មោះត្រង់មិនលំអៀងគឺគេលះបង់មកគាត់ប៉ុណ្ណាគឺគាត់នឹងលះបង់ទៅគេវិញប៉ុណ្ណឹងគេផ្ដល់ក្តីស្រឡាញ់ប៉ុណ្ណាមកកាន់គាត់នឹងផ្ដល់ក្តីស្រឡាញ់ប៉ុណ្ណឹងទៅកាន់អ្នកនឹងវិញប៉ុន្តែបើករណីគាត់មើលដឹងពីបុគ្គលណាម្នាក់ដែលមកតំណែងមួយគាត់គ្រាន់តែគិតទៅពីផលប្រយោជន៍ឬក៏គ្រាន់តែគេចំណេញនៅអ្វីមួយដែលជាតំណែងបែបคล้ายៗទេគាត់មើលដឹងហើយគឺគាត់នឹងរិជិកអ្នកនឹងចោលហើយមានន័យថាពាក់ព័ន្ធនឹងភាពស្មោះត្រង់គឺអត់មានចំពោះម្នាក់នឹងហ្មងប៉ុន្តែសួរថាគេហៅថាយើងរើសអើងឬក៏យើងប្រកាន់ភ្ជាប់ថាយើងអត់និយាយរកម្នាក់នឹងមែនអត់ទេគ្រាន់តែគាត់គេហៅថាបើនិយាយធម្មតាបើមានការចាំបាច់អីត្រូវតែណាមួយគ្នាទៅបានប៉ុន្តែឲ្យលក្ខណៈថាស្មោះត្រង់បដូរផ្ដាច់គ្នាហ្មងគឺអត់ទេព្រោះ Scorpio ក៏ជាប្រភេទតារានិកដែលបកែមើលចិត្តនិងអានចិត្តមនុស្សដាច់ដែរអញ្ចឹងជាទូទៅពិបាកនឹងលាក់ពីពួកគាត់ព្រោះគាត់មានយានទី6ដែលមានថាមពលខ្លាំងនៅក្នុងការអានចិត្តមនុស្សហើយចំណុចទី5គឺសំដៅទៅលើចំណងចំណូលចិត្តរបស់គាត់គឺគាត់មានគេហៅថាការចង់បានឬក៏ចំណាប់អារម្មណ៍ខ្ពស់បើពាក់ព័ន្ធនឹងរឿងស្នេហាគឺគាត់បើស្រឡាញ់ងប់ហើយបើគាត់ស្អប់ក៏ស្អប់ខ្លាំងហើយបើគាត់ពេញចិត្តនរណាម្នាក់ហើយទោះម្នាក់នឹងអាក្រក់ក្នុងកែបនៃគេក៏កែបនៃគាត់នៅតែគិតថាម្នាក់នឹងល្អដែរមានន័យថាចាគាត់អត់ប្រកាន់អតីតកាលផងម្នាក់នឹងទេទោះជាម្នាក់នឹងអាក្រក់មិនក៏ដោយប៉ុន្តែបើករណីថាគាត់អស់អារម្មណ៍អស់ការចង់បានអ្វីមួយហើយជាទូទៅគាត់ឆាប់ណាយលឿនហើយគាត់ឆាប់ធន់លឿនអញ្ចឹងនឹងជាចំណាប់អារម្មណ៍ជាចំណងចំណូលចិត្ត Scorpio ដែលមនុស្សគ្រប់គ្នាពិបាកនឹងយល់ហើយចំណុចទី6ព័ន្ធទៅនឹងភាពអាចកំបាំងរបស់គាត់ភាពអាចកំបាំងរបស់គាត់ជាទូទៅគឺបើករណីថាគាត់នៅមួយមិត្តភក្តិគាត់អញ្ចឹងពេលខ្លះគាត់អាចនឹងបង្ហាញអារម្មណ៍បែបកូនក្មេងបែបខឹងកាចឬក៏ខ្ជូតគួរឲ្យស្រឡាញ់គឺទៅតាមពេលវេលាប៉ុន្តែអ្វីដែលជាអាចកំបាំងរបស់គាត់បើគាត់ចង់បង្ហាញគាត់នឹងនិយាយតែបើគាត់អត់ចង់បង្ហាញទេគឺគាត់លាក់ដល់ថ្ងៃស្លាប់អញ្ចឹងពេលខ្លះមនុស្សគ្រប់គ្នានៅជុំវិញខ្លួនគាត់សូម្បីតែប៉ាម៉ាក់គាត់ឬក៏មនុស្សជាទីស្រឡាញ់របស់គាត់ក៏ពិបាកយល់ពីអត្តចរិតតារានិកមួយនឹងដែរព្រោះអីប៉ុនលាក់អារម្មណ៍ណាស់អាចកំបាំងដែលពាក់ព័ន្ធនឹងផ្លូវចិត្តរបស់គាត់មនុស្សល្មមអាចផ្សាយផ្សាតាមផ្លូវចិត្តគាត់តាម
តាមអត់តាន់នេះព្រោះអីអារម្មណ៍ post Scorpio ជាទូទៅមនុស្សទូទៅគេមានអារម្មណ៍ប្រែប្រួលចុះឡើងហើយគេមើលឆាប់ដឹងប៉ុន្តែបើ Scorpio វិញបើករណីថាគាត់ស្រឡាញ់អ្នកនឹងខ្លាំងគាត់ស្រឡាញ់តែឯងម្នាក់ឯងលាក់ដល់ថ្ងៃស្លាប់ហ្មងបើថាម្នាក់នឹងអត់សួរគាត់ទេឬក៏រងចាំឲ្យ Scorpio នឹងតែសារភាពគឺដេកចាំទៅព្រោះអីគាត់អត់ចូលចិត្តបង្ហាញនិយាយច្រើនទេប៉ុន្តែពាក់ព័ន្ធនឹងការនិយាយគាត់អាចអត់និយាយមែនតែទៅលើទង្វើផុសគាត់គឺបើអ្នកពូកែអ្នកឆ្លាតតាមតែសង្កេតទង្វើផុសគាត់ក៏ដឹងពីអត្តន័យនៃចិត្តគំនិតរបស់គាត់ដែរព្រោះតាមធម្មតាទីហោះគាត់ស្រឡាញ់គាត់កម្រនិយាយតែគាត់បង្ហាញការស្រឡាញ់នឹងបែបម៉េចគឺរបៀបថាការយកចិត្តទុកដាក់របៀបជួយចែកម្លែកទីហោះដូចយើងទៅញ៉ាំអីចឹងជាទូទៅដៃគូយើងប្រកាសជាជូតសមជូតស្រាប់ទាជូតកៅតាក់អីឲ្យអញ្ចឹងទង្វើ post Scorpio ក៏ដូចគ្នាចឹងដែរមានន័យថាទង្វើស្រឡាញ់គឺមានន័យថាយកចិត្តទុកដាក់ជាមួយយើងជូតឆានជូតស្រាប់ទាជូតកៅអីឲ្យចឹងតែប៉ុន្តែបើថាឲ្យសួរពាក្យថានិយាយពាក្យស្រឡាញ់ចេញអត់ជូតទៅគាត់កម្រនិយាយទាល់តាគេហៅថាផ្លូវចិត្តរបស់គាត់រំភើបខ្លាំងឬក៏មានក្តីស្រឡាញ់ខ្លាំងគាត់អាចចង់បញ្ចេញខ្លះគឺគាត់អាចនិយាយប្រាប់ដោយស្មោះត្រង់ចេញពីចិត្តរបស់គាត់មកប៉ុន្តែបើករណីគាត់អត់មានផ្លូវចិត្តបែបលក្ខណៈពុះ control ហ្នឹងទេគឺទូទៅគាត់អត់និយាយអញ្ចឹងអ្នកដែលគាត់ស្រឡាញ់ប៉ះចំតារានិក Scorpio អីគឺត្រៀមចិត្តដើម្បីទទួលយក6ចំណុចដែលខ្ញុំបានបង្ហាញហ្នឹងទៅព្រោះតាមធម្មតាតែច្រកគាត់នីមួយៗទាំងស្រីទាំងប្រុសគឺស្អុយបំផុតក៏មានមួយចំណុចនៅក្នុងហ្នឹងដែរអញ្ចឹងហើយនៅពេលដែលយើងជាអ្នកស្គាល់តារានិក Scorpio ដែលគាត់មានអត្តចរិតបែបហ្នឹងយើងរៀនទទួលយកគាត់ជាគាត់ទៅព្រោះអីគាត់អត់ fake ជាមួយយើងទេព្រោះគាត់ចូលចិត្តយើងគឺគាត់បង្ហាញអត់ចូលចិត្តហ្មងហើយគាត់ចូលចិត្តយើងគឺគាត់បង្ហាញភាពចូលចិត្តរបស់គាត់ហ្នឹងទៅតាមរបៀបនៃអត្តចរិតរបស់មនុស្សម្នាក់ៗហ្មងតែ Scorpio គឺបែបហ្នឹងអញ្ចឹងទទួលយកគាត់គឺជាគាត់អរគុណសម្រាប់ការតាមដានទស្សនាជួបគ្នាជាមួយ Mr. Black JR នៅវីដេអូក្រោយ